លោកត្រាំផ្ញើលិខិតប្រាប់នាយករដ្ឋមន្ត្រីថៃឲ្យដោះស្រាយភាពតានតឹងតាមព្រំដែនជាមួយកម្ពុជានៅថ្ងៃប្រហោះទី9ខែតុលានេះថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីថៃលោក Anutin Chan Virakul ដោយបង្ហាញពីបំណងចង់ឃើញប្រទេសថៃនិងកម្ពុជាដោះស្រាយភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្តសារនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថាថៃមិនខ្វល់ពីការចូលរួមរបស់លោកត្រុំក្នុងដំណើរការសន្តិភាពនិងមិនខ្វល់សូម្បីតែប្រធានាធិបតីអាមេរិកទទួលរង្វាន់ Nobel សន្តិភាពសម្រាប់តួនាទីសម្របសម្រួលរបស់គាត់ផងដែរការប៉ះទង្គិចគ្នាយ៉ាងសាហាវបានផ្ទុះឡើងក្នុងខែកក្កដាតាមបណ្ដោយព្រំដែនកម្ពុជាថៃដែនអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះបានបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននិងបង្ខំឲ្យពលរដ្ឋរាប់សិបម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់ក្រោមការសម្របសម្រួលមួយផ្នែកដោយលោកត្រាំបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល5ថ្ងៃប៉ុន្តែចាប់តាំងពីពេលនោះមកបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្រោយមកបានគាំទ្រលោកត្រាំឲ្យទទួលរង្វាន់ Nobel សន្តិភាពដោយសរសើរការទូតប្រកបដោយភាពច្នៃប្រឌិតរបស់គាត់ដែលជួយបញ្ចប់ការប្រយុទ្ធគ្នាលោកអនុធីនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកកថាប្រធានាធិបតីត្រាំបានផ្ញើលិខិតមកខ្ញុំដែលបង្ហាញពីបំណងចង់ឃើញប្រទេសទាំងពីរថៃនិងកម្ពុជាចរចាដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះខ្ញុំនឹងឆ្លើយតបទៅគាត់តាមគោលជំហររបស់យើងនិងប្រសិនបើកម្ពុជាធ្វើតាមថៃត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមដំណើរការលោកអនុធីនបានបន្តថាប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាប្រសិនបើកម្ពុជាដកអាវុធធនធ្ងន់ពីតំបន់ព្រំដែនបោសម្អាតមីនបង្ក្រាបអ្នកបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនិងផ្លាស់ប្តូរទីលំនៅពលរដ្ឋរបស់ខ្លួនចេញពីតំបន់ដែលប្រទេសថៃចាត់ទុកជារបស់ខ្លួននៅពេលសួរថាតើការតែងតាំងលោកត្រាំរបស់កម្ពុជាសម្រាប់រង្វាន់ Nobel អាចផ្ដល់អត្ថប្រយោជន៍ដល់ទីក្រុងភ្នំពេញឬអត់លោកបានច្រានចោលគំនិតនេះលោកបានថ្លែងថាខ្ញុំគិតតែពីផលប្រយោជន៍នៃប្រទេសថៃសុវត្ថិភាពនៃប្រជាជនថៃនិងអធិបតេយ្យនៃប្រទេសជាតិប៉ុណ្ណោះប្រសិនបើនរណាម្នាក់ឈ្នះគឺល្អសម្រាប់ពួកគេប៉ុន្តែវាមិនពាក់ព័ន្ធនឹងអ្វីដែលថៃនឹងធ្វើនោះទេ